ឆាថ្លើមជ្រូកជាមួយតៅហ៊ូហើយខ្ញុំយកបន្លែស្លឹកកញ្ឆាយហើយខ្ញុំអត់ដាក់ស្ដែកបដៅទេនិយាយពីឆាថ្ងៃហ្នឹងខ្ញុំញ៉ាំឡើងជក់មាត់ហ្មងបងប្អូនឆ្ងាញ់មែនទែនខ្ញុំមិនដឹងមិនដែរវាត្រូវខ្នួយគ្នាអញ្ចឹងណាខ្ញុំឆាថ្ងៃហ្នឹងណាសម្រាប់ថ្លើមជ្រូកនេះដែរខ្ញុំទិញចំនួន3ខាំហើយខ្ញុំយកតៅហ៊ូ2ដុំស្លឹកកញ្ឆាយខ្ញុំទិញ1000រៀលតៅហ៊ូខ្ញុំកាត់ជាដុំតូចៗល្មមស្នុកយកទៅបំពងស្រត់ថ្លើមជ្រូកថងដែរខ្ញុំហាន់ជាដុំធំដល់ពេលដែលឆាទៅកុំឲ្យវារួញតូចពេកហើយថ្លើមជ្រូកនេះផងដែរបន្ទាប់ពីខ្ញុំហាន់រួចរាល់ហើយខ្ញុំយកវាមកច្របាច់ជាមួយនឹងអំបិលដើម្បីឲ្យវាអស់ជាតិសាហើយនឹងជាតិក្លិននៃថ្លើមជ្រូកខ្ញុំលាងឲ្យស្អាតរួចរាល់ហើយនេះបងប្អូនលាងជាមួយនឹងទឹក2 លីត្រទឹកទៀតមកគឺថាស្អាតស្លឹកកញ្ឆាយតៅហ៊ូហើយនឹងខ្ទឹមសខ្ញុំបានចិញ្ចាំរួចរាល់ដូចគ្នាជាដំបូងនេះខ្ញុំមកបំពងជាមួយនឹងតៅហ៊ូមុនសិនសម្រាប់តៅហ៊ូមើលតឡើងពោប៉ុណ្ណឹងគឺខ្ញុំលើកវាទុកមួយដុល្លារហើយខ្ញុំមកបន្តឆាជាមួយនឹងខ្ទះថ្មីគឺចាក់ជាមួយនឹងខ្ទឹមសចូលរំលីងឲ្យវាឈ្ងុយឈ្ងប់សិនតមកទៀតទឹកខ្ញុំចាក់ថ្លើមជ្រូកចូលរំលីងថ្លើមជ្រូកបានបន្តិចខ្ញុំបន្ថែមជាមួយនឹងគ្រឿងទេសប៊ីចេងបន្តិចស្ករសរ៉ូឌីទឹកស៊ីអ៊ីវទឹកត្រីហើយជាមួយនឹងប្រេងខ្យងមើលតរៀងគោកខ្ញុំបន្ថែមជាមួយនឹងទឹកសាបចូលដើម្បីធ្វើការរំងាស់ឲ្យថ្លើមជ្រូកនឹងវាឆ្អិនអ្វីដែលខ្ញុំខ្វះមិនបានគឺម្ទេសត្មងនិយាយរួមទៅខ្ញុំចូលចិត្តម្ទេសគឺខ្ញុំបន្ថែមជាមួយនឹងម្ទេសអញ្ចឹងណាហើយតមកទៀតនឹងខ្ញុំធ្វើការរំងាស់ឲ្យវាយូរមែនតែនដោយសារតែវាគឺជាប្រភេទគ្រឿងក្នុងណាតែពេលអញ្ចឹងទៅវាដូចសាច់ទេបន្ទាប់ពីរំងាស់ថ្លើមជ្រូកឆ្អិនរួចរាល់ហើយភ្លក់ខ្ញុំបន្ថែមស្ករបន្តិចក៏ដូចជាចាក់ជាមួយនឹងតៅហ៊ូចូលទៅបដ ாய் ហើយជាចុងក្រោយក៏បន្ថែមជាមួយនឹងស្លឹកកញ្ឆាយរបស់ខ្ញុំក៏ចិនរួចហើយបងប្អូននេះទឹកខ្ញុំអត់បន្ថែមច្រើនទេគឺខ្ញុំយកប៉ែកអញ្ចឹងណាឃើញដាក់លើចានចេះអត់មានទឹកទេតែពេលមកស្ទុះឡើងមកវាចេញទឹកមកណាញ៉ាំមកជុកមកមកទៅផង